សិនមកអ្នកទាំងគ្នាជាអ្នកតាមដានខ្ញុំតាំងពីដើមអ្នកទាំងគ្នាប្រហែលជាឃើញថាខ្ញុំគឺជា digital marketer សូម្បីតែម្ដងឥឡូវនេះខ្ញុំក៏ជា digital marketer ដែរហើយ content creator at the same time ចុះប្រសិនបើខ្ញុំមិនមែនជា digital marketer ខ្ញុំធ្វើអីគេប៉ុន្តែខ្ញុំប្រកាសជាខ្លាយទៅជា small business owner so វីដេអូថ្ងៃនេះគឺខ្ញុំ role play ជា small business owner ហើយអ្នកទាំងគ្នាចង់ដឹងអត់ថាតើខ្ញុំប្រើវិធីសាស្ត្រណាដើម្បីធ្វើទីផ្សារ yes អ្នកទាំងគ្នាប៉ិតណាស់ខ្ញុំនឹងធ្វើទីផ្សារតាមប្រព័ន្ធ digital ឬក៏ជាហៅថា digital marketing ត្រូវចាំថាចេះខ្ញុំគឺជា small business owner ដែលអត់ចេះ digital marketing ទេអញ្ចឹងខ្ញុំត្រូវធ្វើបែបម៉េចបើខ្ញុំអត់ចេះ digital marketing ផងហ្នឹងខ្ញុំគិតថាខ្ញុំត្រូវការអ្នកជំនាញផ្នែក digital marketing ហ្នឹងមកជួយទៅលើ business ខ្ញុំទៅកើតអត់ទេខ្ញុំត្រូវតែទៅរៀន short course ឬក៏វគ្គខ្លីៗខ្លួនឯងអញ្ចឹងទៅថ្ងៃនេះគឺខ្ញុំចង់ recommend អ្នកទាំងគ្នាជាមួយនឹងអាណាចក្រ digital អាណាចក្រ digital គឺជា advertising agency ដែលអ្នកទាំងគ្នាអាចធ្វើការប្រឹក្សាជាមួយនឹងគាត់ទាក់ទងជាមួយនឹង digital marketing service ក៏ដូចជា page management service ក៏ដូចជា content creation service សម្រាប់ business ឬក៏អាជីវកម្មរបស់អ្នកទាំងគ្នាបាទសម័យឡើយនិយាយមែនបងអ្នកទាំងគ្នាប្រសិនបើយើងមានអាជីវកម្មមែនប៉ុន្តែយើងអត់សូវធ្វើ digital marketing គឺអាជីវកម្មហ្នឹងគឺទៅមុខអត់ឈ្នះគេទេហើយយើងលក់ក៏អត់សូវដាច់ដែរគឺខ្ញុំ highly recommend សម្រាប់ business owner ខ្លះមែនតើគាត់អត់មានអ្នកកាន់ page ឲ្យឬក៏គាត់អត់ប្រកែនៅក្នុងការធ្វើ digital marketing ឬក៏គាត់អត់ដឹងថាត្រូវធ្វើមាតិកាផុស content ចូលក្នុង page គាត់មិនហើយគាត់ត្រូវការអ្នករៀបចំការ book page ឲ្យត្រឹមត្រូវអញ្ចឹងឲ្យមានស្តង់ដារល្អអ្នកទាំងគ្នាអាចឆាតទៅកាន់អាណាចក្រ digital បាទអ្នកទាំងគ្នាជាម្ចាស់អាជីវកម្មហើយចង់រៀន short course ឬក៏វគ្គខ្លីៗទាក់ទងជាមួយនឹង digital marketing អ្នកទាំងគ្នាអាចរៀនថ្នាក់ជាមួយនឹងអាណាចក្រ digital បាទអញ្ចឹងដើម្បីដឹងព័ត៌មានបន្ថែមអ្នកទាំងគ្នាអាចឆាតទៅកាន់អាណាចក្រ digital នៅលើ Facebook page ដើម្បីប្រឹក្សាបន្ថែមបាន